បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសូមបង្ហាញនៅរបៀបឆ្លាក់អក្សរជ្រុងបងប្អូនសក់ជ្រុងណាបងប្អូនបាទដោយធ្វើសំប៉ែតបាទធ្វើមុខសំប៉ែតបងប្អូននេះបងប្អូននេះការរបៀបឆ្លាក់អក្សរជ្រុងគឺមានសន្តានបែបនេះបងប្អូនអញ្ចឹងយើងទាញមកនេះបាទបងប្អូននេះណានេះគឺជាអក្សរ curl បាទចេញជាអ្នក curl អញ្ចឹងយើងសរសេររបៀបហ្នឹងបងប្អូននេះឃើញឃើញសក់វាចេញជាជ្រុងហើយបងប្អូនអញ្ចឹងយើងបំពេញស្រាក់វាមកគឺសរសេរបែបនេះបងប្អូនអធិស្ឋានធ្វើវាឡើងអ៊ូលទឹកបន្តិចប៉ុន្តែมันជាអ្វីទេបងប្អូនខ្ញុំនឹងព្យាយាមសរសេរឲ្យចាប់នៃសេចក្តីដើម្បីបង្ហាញជូនបងប្អូនទស្សនានេះបងប្អូននេះសណាបងប្អូនអញ្ចឹងយើងឆ្លាក់បែបហ្នឹងមកបាទនេះបងប្អូនថ្ងៃនេះដែរខ្ញុំសូមលើកយកនៅចំណងជើងនៃសាច់រឿងខុសកៈសេដ្ឋីបងប្អូនដែលពីវគ្គមុនខ្ញុំបានពណ៌នាក៏ដូចជាសាច់រឿងនៅក្នុងរឿងនៃកាលសម័យពុទ្ធអញ្ចឹងរឿងនោះខ្ញុំក៏បានលើកបានមកដែរតែវាមិនទាន់ចប់សេចក្តីឥឡូវនេះខ្ញុំសូមបន្តនៅសាច់រឿងដែលដើមហេតុឲ្យបានឲ្យកើតចេញជាខុសកៈសិទ្ធិបងប្អូនបាទក្នុងវគ្គមុនខ្ញុំបានបង្ហាញដែរបងប្អូនត្រង់ចំណុចមកដល់គ្រូសាប្តីប្រពន្ធនោះបានទម្លាក់កូនចោលរហូត7ដងទើបកូននោះដាច់ចោលស្លាប់បន្ទាប់ពីកូននោះស្លាប់ទៅបងប្អូននាងជាប្រពន្ធក៏បានយំខ្សឹបខ្សួលអាណិតនិងមេត្តាស្រឡាញ់កូនខ្លាំងណាស់ដោយខ្លួនគ្មានលទ្ធភាពក៏ដូចជាទីទល់ច្រកបងប្អូនយើងអត់មានអីអាហារបរិភោគគ្រប់គ្រាន់ដូច្នោះហើយក៏សម្រេចកប់កូនចោលនៅក្រោមដើមឈើនោះទៅហើយក៏នាំប្តីប្រពន្ធមនីធ្វើដំណើរចាកពីទីនោះទៅធ្វើដំណើរមួយយប់មួយថ្ងៃបងប្អូនដូច្នេះការហត់ហេវរបស់គាត់ក៏កាន់តែបន្តទៅទៀតហើយបងប្អូនព្រោះគាត់ធ្វើដំណើរយូរថ្ងៃហើយដែរអញ្ចឹងគាត់អស់ដៃអស់ជើងនិយាយទៅរស់ទាំងទៅមុខនឹងគឺគ្មានគោលដៅច្បាស់លាស់ទេឲ្យទៅផុតប្រះចាកនៅជំងឺទុក្ខទោសនោះទេគ្មានគោលដៅថាទៅដល់ទៅនេះឬឈប់អីអត់ទេក៏ដល់ភូមិមួយបងប្អូនភូមិមួយនោះគឺមានសេដ្ឋីចិត្តបុណ្យបងប្អូនសេដ្ឋីហ្នឹងគាត់បានរៀបចំអាហារហើយក៏បានស៊ូទំនាក់ទំនងដំណើរដើមតងដែលខ្លួនបានធ្វើដំណើររយៈពេលយូរថ្ងៃមកហើយក៏អស់នៅស្បៀងដែលសម្រាប់គាត់ផ្គងប្រចាំថ្ងៃហើយសេដ្ឋីនោះក៏បានចាត់ឲ្យអ្នកបម្រើដែលគាត់មានបទបញ្ជាឲ្យរៀបចំបាយទឹកជូនប្តីប្រពន្ធ2នាក់នោះឲ្យបានបរិភោគឆ្អែតគ្រប់គ្រាន់បាទបាយ2ចំណែកភោជនាអាហាររួមទាំងសម្លក៏បានដល់ដៃបុរសនិងប្តីប្រពន្ធនោះចំណែកឯប្តីស្រេកឃ្លានជាខ្លាំងដោយតក់កុហលដោយឃើញអាហារឆ្ងាញ់បងប្អូនពឺតតែម្ដងហូបអស់អាហាររបស់ខ្លួននឹងប្រពន្ធឃើញដូច្នោះហើយក៏បកលចំណែករបស់ប្រពន្ធនោះឲ្យហូបបន្ថែមទៀតដោយគិតថាអាហារដែលប្តីបរិភោគនេះគឺពុំទាន់បានឆ្អែតដូច្នេះហើយក៏សម្រេចឲ្យរបស់ខ្លួនទៅប្តីដើម្បីបានហូបឲ្យឆ្អែតព្រោះប្រពន្ធគិតណាបងប្អូនគិតថាប្តីនេះគឺជាមេគ្រួសារគាត់គឺជាអ្នកគ្រប់គ្រងគ្រួសារដូច្នេះដឹកនាំការធ្វើការងារអីហ្នឹងគឺគាត់បានប្តីនឹងហើយជាមើលការខុសត្រូវនៅក្នុងគ្រួសារមួយដែលមានប្តីរក្សាអញ្ចឹងបងប្អូនគឺគាត់គិតអញ្ចឹងបានជាឲ្យបាយទៅប្តីឲ្យហូបបានឆ្អែតបាទដោយគាត់ហូបពុំបានគិតអីលុះគាត់ហូបរហូតដល់បាយនោះហល់បងប្អូនហល់ដូចថាកាពះពោះវៀនវាទទួលពុំទាន់កិនពុំទាន់អញ្ចឹងទៅអាហារនោះគឺធ្វើឲ្យណែនដើមទ្រូងរបស់គាត់ធ្វើឲ្យគាត់នឹងហល់កាហាយនឹងស្ទះខ្យល់មួយរំពេចដល់ពេលស្ទះខ្យល់គាត់ដល់នៅសេចក្តីស្លាប់បងប្អូនចិត្តដាច់ខ្យល់របៀបមនុស្សប្រកិនយ៉ាងសបេសបាមើលលេចមើលកើតហ្នឹងក៏ឃើញសុនក់ហ្នឹងគឺជាសត្វឆ្កែរបស់សេដ្ឋីហ្នឹងបងប្អូនអញ្ចឹងសេដ្ឋីគាត់ចិញ្ចឹមឆ្កែហើយឆ្កែហ្នឹងក៏កំពុងតែផើមហ្នឹងគឺកូនខ្ចីពោះហ្នឹងហើយវាអត់ទាន់បានកូនទេវានៅផើមឡើយអញ្ចឹងទៅកំពុងតែ
ស៊ីនៅបាយដែលម្ចាស់នឹងកំពុងដាក់ឲ្យនឹងមានរៀបចានដ៏ល្អចានប៉និតចានហ្នឹងគឺចានភាជមាសអញ្ចឹងកូនឆ្កែហ្នឹងគេកំពុងដេញមេឆ្កែកំពុងតែស៊ីអាហារហ្នឹងងាកឯបរោះនេះសង្វេគខ្លួនហ្មងបងប្អូននឹកឃើញថាហេតុតែឆ្កែគេជាឆ្កែសេដ្ឋីហេតុអ្វីក៏មានសំណាងម្លេះគេមានអាហារអមទៅដោយចានភាជមាសគ្រប់គ្រាន់ឯងជាមនុស្សថោកទាបខ្វះអាហារហូបមិនស្លាប់ហើយមកបានអាហារហូបខំប្រឹងតស៊ូប្តីប្រពន្ធមកដល់នេះហើយវាទៅជាបង្កដល់គ្រោះថ្នាក់ដូច្នេះឲ្យជីវិតអញហើយមិនក៏អន់ជាងសត្វឆ្កែរបស់លោកសេដ្ឋីម្លេះគ្រាន់តែគិតប៉ុណ្្នឹងហើយដាច់ខ្យល់ប៉ាត់ក៏ទទួលមរណភាពទៅហើយក៏តែដូចថាអន្តោងចិត្តខ្លួនឯងគិតថាអន់ជាងឆ្កែទៅប៉ុណ្្នឹងបងប្អូនទៅចាប់ជាតិជាមួយនឹងសត្វឆ្កែតែម្ដងទៅកើតជាកូនឆ្កែនៅក្នុងពោះឆ្កែហ្នឹងចាប់បដិសន្ធិនៅហ្នឹងដល់ពេលដែលឆ្កែនោះដេញកូនមកប្រសូតណាបានកូនជាកូនឆ្កែហ្នឹងមកហ្នឹងកូនឆ្កែហ្នឹងនៅតូចហ្នឹងម្ចាស់ស្រឡាញ់បីបំណាហើយកូនឆ្កែគឺចេះតាំងពីតូចគ្រាន់តែថាចេះរបៀបសត្វបងប្អូនមិនចេះនិយាយអីទេគ្រាន់តែចេះដឹងអីម្ចាស់អីចេះព្រុសចេះតាមស្រឡាញ់និយាយទៅវាប្លែកពីឆ្កែដតីអញ្ចឹងកូនឆ្កែហ្នឹងម្ចាស់ហ្នឹងក៏ស្រឡាញ់ដែរម្ចាស់ជាសេដ្ឋីហ្នឹងគឺស្រឡាញ់កូនឆ្កែហ្នឹងទៅណាក៏ដាក់កូនឆ្កែហ្នឹងទៅតាមដែរសូម្បីតែទៅនិមន្តលោកមកសំដែងធម៌ឬក៏សូត្រមន្តនៅផ្ទះរបស់ខ្លួនក៏នាំកូនឆ្កែទៅដែរអញ្ចឹងការងារដែលគាត់ធ្វើជាប្រចាំរាល់ថ្ងៃហើយគាត់តែងតែនាំកូនឆ្កែទៅតាមហ្នឹងធ្វើឲ្យកូនឆ្កែហ្នឹងយល់ដឹងការងារហ្នឹងហ្មងបងប្អូនអញ្ចឹងស្គាល់ទាំងលោកស្គាល់ទាំងផ្លូវទៅផ្ទះផ្លូវទៅលោកទៅវត្តលោកអញ្ចឹងកូនឆ្កែដែលសេដ្ឋីហ្នឹងក៏បានសង្កេតអត្តចរិតរបស់កូនឆ្កែហ្នឹងក៏យល់សេចក្តីថាឆ្កែហ្នឹងជាឆ្កែឆ្លាតវៃក៏និយាយផ្ដែផ្ដាំលោកនិយាយជាមួយលោកថាបើសិនបើកណាពុំបានមកទេអញ្ចឹងដេចកូនឃើញឆ្កែនេះមកគាត់លោកគឺស្មើនឹងកណាមកនិមន្តហើយអញ្ចឹងដេចកូនរៀបចំស្បង់ជីពោបាតស្រាក់តែផ្ទះខ្ញុំកណាទៅព្រោះថ្ងៃខ្លះខ្ញុំកណារវល់អត់បានមកឲ្យឡាយរៀបចំឲ្យធ្វើការងារនេះកណានោះតាក់ទងនឹងចង្ហាន់លោកអីចឹងណាបងប្អូនអញ្ចឹងក៏ដាក់ម៉ូជាមួយព្រះសង្ឃអញ្ចឹងព្រះសង្ឃហ្នឹងក៏ស្ដាប់បានដោយសារព្រះសង្ឃក៏ស្គាល់តែកូនឆ្កែហ្នឹងដែរឲ្យសេដ្ឋីមករាល់ថ្ងៃអញ្ចឹងស្គាល់ច្បាស់ទៀតអញ្ចឹងដល់ថ្ងៃមួយណាបងប្អូនអញ្ចឹងដល់ថ្ងៃមួយនោះសេដ្ឋីក៏រវល់មែនអញ្ចឹងក៏ប្រាប់កូនឆ្កែថាកូនឆ្កែទៅនិមន្តព្រះសង្ឃមកព្រោះយើងរៀបចំចង្ហាន់ដើម្បីប្រគេនលោកឲ្យឆាន់អញ្ចឹងកូនឆ្កែក៏ទៅតាមផ្លូវដែលសេដ្ឋីនាំទៅពីមុនហ្នឹងដឹងថាផ្លូវទៅវត្តហ្នឹងក៏ទៅដល់អាដេញកត់លោកក៏និមន្តលោកទៅដល់ហ្នឹងព្រុសហៅលោកព្រុសដើម្បីជាសញ្ញាឲ្យលោកដឹងថាលោកនិមន្តមកបើតែកូនឆ្កែហ្នឹងចាស់បងប្អូនមុនទៅដល់វត្តហ្នឹងពេលដែលដើរចេញពីផ្ទះទៅហ្នឹងកន្លែងណាព្រៃដែលស្ដុកហ្នឹងកូនឆ្កែហ្នឹងតែងតែរុកព្រុសដេញសัตว์ព្រៃសាហាវដូចជាពស់សេរពឹសទាំងឡាយដែលនៅអែបផ្លូវហ្នឹងគឺព្រុសឲ្យដេញសัตว์ទាំងឡាយគឺចេញចាក់ឲ្យឆ្ងាយពីផ្លូវហ្នឹងមកកុំឲ្យមកក្បែរព្រោះដឹងថាលោកមុនមកតាមហ្នឹងអញ្ចឹងអត់មានឲ្យមានសัตว์អីមកធ្វើបាបជាដល់លោកឯងកូនឆ្កែវាចេះរហូតដល់ប៉ុណ្ណឹងទេតាបងប្អូនអញ្ចឹងតែងតែព្រុសដេញសัตว์ដេញអីហ្នឹងទៅដល់កូននិមន្តលោកមកអញ្ចឹងហើយលោកក៏ដឹងថាកូនឆ្កែហ្នឹងមុនមកក៏នឹកឃើញការសន្យាជាមួយសេដ្ឋីហ្នឹងនមោគ្នាហ្នឹងថាតែកូនឆ្កែមកមុនហើយកូនមុនមកស្មើកណាមកមុនហើយអញ្ចឹងលោកក៏រៀបចំបាយស្រែមកហើយលោកឃើញកូនឆ្កែចេះឆ្លាតអញ្ចឹងលោកចង់លេងសើចជាមួយអាដេញកូនឆ្កែហ្នឹងអញ្ចឹងលោកមុនមកតាមផ្លូវមកអញ្ចឹងកូនឆ្កែក៏រត់ត្រឹកមុនមកមុនតាមផ្លូវមកកូនឆ្កែរត់មុនលោកមុនពីក្រោយមកហើយរត់បានចង្ងាយបន្តិចក្លេកមើលប្រសង់ហ្នឹងកៃឡូប្រសង់ហ្នឹងវិញផ្លូវអត់មកតាមខ្លួនអញ្ចឹងណាអញ្ចឹងលោកសាកចិត្តទៅដល់ផ្លូវបែកជា3ជា4ហ្នឹងលោកមុនទៅកន្លែងផ្សេងលោកមុនទៅផ្លូវផ្សេងកូនឆ្កែនោះបានកលេចមើលទៅឃើញថាលោកមុនទៅផ្លូវផ្សេងហើយក៏ទៅព្រុសឲ្យលោកនឹងមុនមកខុសផ្លូវហើយអញ្ចឹងក៏អត់ទៅទេអត់ផ្លូវនោះអត់ទៅទេលោកឃើញអញ្ចឹងក៏លោកមុនមកតាមផ្លូវស្របវិញមកមុនស្រាមហើយម្ដងទៀតលោកក៏ធ្វើអញ្ចឹងទៀតប៉ុន្តែសារនេះគឺលោកអត់មកវិញទេលោកនៅតែធ្វើដំណើរទៅផ្លូវផ្សេងទៀតបាទបងប្អូនក៏សូមខន្តីអភ័យទោសក៏សូមអធិស្ឋានបងប្អូនដោយសាររឿងនេះវាវែងបងប្អូនរឿងនេះវែងណា
chẳng tế video dương ní nhằm thổi clay chẳng dạ về tại trường đọc này thì chẳng ọt chọc để chẳng xôm bóng bóng chăm bằng to này video cái đó bóng bóng nhằm nâng thơ chấm bò dài chấm điệp chùn bóng bóng bạn đó chọc này sẽ cái đây đôi cho chấm non trường này không sự cả sẽ thấy bóng bóng ơi chế điệp là sẽ cái đây bà sợ một con trai bóng bóng